សង្គ្រាមកាន់តែតានតឹងរងដាក់ការប្រមានទៅលើសហរដ្ឋអាមេរិកចំណែកអាមេរិកដាក់ការប្រមានទៅលើចិនតោះចូលស្ដាប់ទាំងអស់គ្នារងប្រមានគោរពតាមឬមិនប្រឈមមុខនឹងការបាញ់គ្នាទេគូនេះរងបានចេញសេចក្តីប្រមានយ៉ាងខ្លាំងក្លាមួយថាកប៉ាល់ឬកងកម្លាំងយោធាណាមួយដែលមិនអើពើនឹងបញ្ជារបស់ខ្លួននៅក្នុងតំបន់អាចនឹងប្រឈមទៅនឹងការវាយប្រហារភ្លាមភាពតានតឹងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅជុំវិញផ្លូវសមុទ្រសំខាន់ដូចជាច្រកសមុទ្រហ័រមូសដែលបង្កើនការភ័យខ្លាចនៃការកើនឡើងធ្ងន់ធ្ងរតើនេះជាការចាប់ផ្ដើមចំនួនដ៏ធំមែនទេបងប្អូនលោកត្រាំក៏បានចេញប្រមានយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋចិនផងដែរដោយគម្រាមកំហែងយកពន្ធគួរឲ្យភ័យខ្លាចហើយក៏ភ្ញាក់ផ្អើលដែរគឺ 50% បើសិនជាទីក្រុងប៉េកាំងជួយគេហៅថាដឹកជញ្ជូនឬមួយក៏ចូលរួមយោធាជាមួយនឹងអ៊ឺរ៉ង់ផ្នែកយោធាណាលោកបានបង្ហាញពីទំនុកចិត្តថាអ៊ឺរ៉ង់នឹងចោះចាញ់នឹងការទាមទាររបស់សហរដ្ឋអាមេរិកដោយអះអាងថាវោហារសាស្ត្រដ៏តឹងរឹងបាននាំឲ្យពួកគេមកតុចរចាលោកដូណាល់ត្រាំក៏បានប្រាប់រៀបរាប់លម្អិតអំពីផែនការដើម្បីបិទច្រកសមុទ្រហ័រមូសនិងបានប្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរប្រឆាំងទៅនឹងការឈ្លានពានណាមួយរបស់រ៉ង់ហើយយោយក្តៅសាច់ចិនប្រមានយើងអំពីការបិទច្រកហ័រមូសចិននិយាយថាចលនាណាមួយរបស់សហរដ្ឋអាមេរិកក្នុងការបិទច្រកសមុទ្រហ័រមូសគឺมันអាចទទួលយកបានទេហើយសន្យាថានឹងការពារផ្លូវប្រេងនិងកប៉ាល់ដឹកប្រេងរបស់ខ្លួននៅមជ្ឈិមបូព៌ាភាពតានតឹងកើនឡើងគណៈដែលមហាអំណាចពិភពលោកកំពុងតែគាំទ្រភាគីម្ខាងតើលោកដូណាល់ត្រាំកំពុងធ្វើចលនាដ៏គ្រោះថ្នាក់មួយដែលអាចបង្កឲ្យមានចំនួនកាន់តែធំឬមួយក៏យ៉ាងណាបងប្អូនហើយយោយប្រមាណឃ្លានេះគឺញាក់សាច់ហើយបងប្អូនញាក់សាច់ការប្រជុំមុខដាក់គ្នានៅច្រកហ័រមូសសហរដ្ឋអាមេរិកនិងអ៊ឺរ៉ង់ស្ថិតនៅលើគែមនៃវិបត្តិប្រេងសកលភាពតានតឹងកំពុងកើនឡើងយ៉ាងឆាប់រហ័សរវាងលោកត្រាំហើយនិងអ៊ឺរ៉ង់បន្ទាប់ពីការចរចាបរាជ័យលោកត្រាំនិយាយថាសហរដ្ឋអាមេរិកប្រហែលជាជាមួយអង្គការ NATO នឹងបិទច្រកសមុទ្រហ័រមូសប៉ុន្តែអ៊ឺរ៉ង់កំពុងតែរឹតបន្តឹងការចូលប្រើប្រាស់រួចហើយដោយអនុញ្ញាតឲ្យតែកប៉ាល់ដែលបានជ្រើសរើសឆ្លងកាត់ប៉ុណ្ណោះនេះជាបញ្ហាពិតប្រាកដអ៊ឺរ៉ង់នៅតែនាំចេញប្រេងនិងរកលុយបានសហរដ្ឋអាមេរិកចង់បញ្ឈប់រឿងនេះទាំងស្រុងភាគីទាំងពីរអាចនឹងបិទគ្នាទៅវិញទៅមកប្រសិនបើរឿងនេះកើតឡើងតម្លៃប្រេងសកលអាចកើនឡើងយ៉ាងខ្លាំងការដឹកជញ្ជូនអាចឈប់ដោយសារតែហានិភ័យធានារ៉ាប់រងបើយើងនិយាយថាសេដ្ឋកិច្ចធំអាចមានអារម្មណ៍តក់ស្លុតក៏មានភាពតានតឹងកើនឡើងជាមួយនឹងប្រទេសចិនផងដែរបន្ទាប់ពីលោកត្រាំបានប្រមានថាកប៉ាល់របស់ខ្លួនអាចត្រូវបានកំណត់គោលដៅអ្នកជំនាញប្រមានថាទោះបីជាគ្មានសង្គ្រាមពេញលេញក៏ដោយការវាយប្រហារតិចតួចប៉ុណ្ណោះអាចបិទផ្លូវបានបងប្អូនហេតុអ្វីបងប្អូនដឹងហើយថាទីតាំងនេះគឺជាទីតាំងដែលពិភពលោកត្រូវការខ្លាំងដែលជាច្រកហ័រមូសមួយហើយក៏ជាផ្លូវទឹកដ៏សំខាន់ដែលពិភពលោកគេចង់បានឥឡូវនេះលោកត្រាំកំពុងតែដាក់ការពមៀនយ៉ាងចាស់ដៃទៅលើចិនដើម្បីឲ្យងាកមករកតុចរចាណាគឺ 50% នៃតម្លៃពន្ធនាំចូលបងប្អូនមិនធម្មតាបាទលោកត្រាំសហរដ្ឋអាមេរិកប៉ុន្តែយើងងាកមកមើលរ៉ង់វិញក៏មិនធម្មតាដែរកំពុងតែបើយើងនិយាយទៅថាពមៀនសហរដ្ឋអាមេរិកដែរអាចថាប្រឈមមុខនឹងបាញ់គ្នាបានព្រោះអីដោយសារតែមកដល់ម៉ោងនេះអ៊ឺរ៉ង់គេកំពុងតែកំណត់ទីតាំងខ្លះហើយតាក់ទងជាមួយនឹងការបាញ់នេះក៏ប៉ុន្តែយើងចាំមើលថាតើការកំណត់របស់កងកម្លាំងរបស់អ៊ឺរ៉ង់នឹងអាចធ្វើអ្វីកើតចំពោះលោកដូណាល់ត្រាំក៏ដូចជាយោធារបស់សហរដ្ឋអាមេរិកបញ្ហានេះគឺធំណាស់បងប្អូនអាចនឹងរីករាលដាលបើមិនរារាំងពីសំណាក់មានប្រទេសដូចជា NATO ឬអង្គការ NATO ឬមួយក៏ប្រទេសផ្សេងអាចចូលរួមទេគឺអាចរីករាលដាលខ្លាំងបងប្អូនគិតថា
nơi trọ này cực thả bánh cái này của ấy đời xa mà đông này cứ chỉ mà đông đại ở cầm pông tại rô lôi bán á hai rong là lấy rô lôi lên bàn ấy lấy bay tại chiêm miên sừng cream nơi mà trong một bia tầng ở vinh hai mà đông này hai cứ vừa ao vì phục lô căn tay cho bột cho bò tư Americ trong bàn khăn nè cho nói tình này của ấy cho nói tình này cứ chia cho nói đại rô lôi sầm khăn răng bà rô lôi ban tế bà sân chị á chứ này về mà Americ xã hạ ca này nhưng chia sẻ thật là ó bàn tay bờ xã hạ ca này tế anaconda tới cứ bánh này ọt khâu thì bánh này khâu hết đừng ta cả cào mê vậy phụ ấy mình men tập bẹ pon ta mà bật tê đấy cứ tròn bật tê mình tên đại chlong cắt tí này chỉ bị xe cắt đứt những chun prey rang sẹt keng bình nâng chập đàm đùm lay prey prey pro cứ lang cờ vinh bụi để xa tái mình miên cắt đứt những chun na mũi chlong cắt bán trong prey nó cọ sẹt vừa ở đùm lay prey nó không sọc không bật tê xây nó cứ chập đàm làng bông complete tam đan từng ngọc này thà bông control Americ chân rồi mùi răng cầm mình càng cao